កម្ពុជាតារាសម្ដែងស្រីល្បី Gareth A 3ចំនួនដែលមានរឿងភាគចាក់ផ្សាយនៅឆ្នាំ2026តារាស្រីល្បីៗជាច្រើននឹងត្រឡប់មកសម្ដែងរឿងភាគចិនវិញនៅឆ្នាំ2026មុនមានចំនួនជាមួយក្រុមហ៊ុនចៅលូស៊ឺបានថតរឿងភាគ Love's Ambition ហើយទើបតែបានចាក់ផ្សាយនៅឆ្នាំ2025ហើយរឿងភាគបន្ទាប់របស់នាងគឺរឿង Almost Lover ដោយឡែក Isusin មានរឿង Road to Success Tianxi Wei មាន Chasing the Jet Lily Riba មាន A Love on the Turquoise Land និងយ៉ាងជឺមាន Born to be Alive ដែលសុទ្ធតែជាផលិតកម្មកម្រិត S បន្ទាប់នេះគឺជាតំណាងតារាសម្ដែងស្រីល្បី Gareth A 3ចំនួនដែលមានរឿងភាគចាក់ផ្សាយនៅឆ្នាំ2026 1. ចៅលូស៊ឺរឿងភាគ Love's Ambition របស់ចៅលូស៊ឺបានពន្យាពេលចាក់ផ្សាយយ៉ាងយូរគឺយូររហូតដល់អ្នកគាំទ្រចាំដល់ស្ងួតជើងធ្មេញឬយ៉ាងណាវាក៏ត្រូវបានចាក់ផ្សាយដោយជោគជ័យនៅឆមាសទី2នៃឆ្នាំ2025ហើយរឿងភាគមួយនេះទទួលបានការពេញនិយមយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេសដូចនេះគឺបានធ្វើឲ្យប្រជាប្រិយភាពចៅលូស៊ឺហក់ឡើងកាន់តែខ្ពស់ម្ដងទៀតគឺស្ទើរតែភ្លេចថានាងកំពុងមានចំនួនរ៉ាំរ៉ៃជាមួយក្រុមហ៊ុនចៅលូស៊ឺបានទទួលការស្នើសុំជាច្រើនពីសំណាក់អ្នកផលិតឲ្យទៅសម្ដែងភាពយន្តរបស់ពួកគេប៉ុន្តែចៅលូស៊ឺបានបដិសេធព្រោះថានាងចង់សម្ដែងរឿងនៅក្នុងស្ថានភាពល្អជាងនេះហើយការពិតទៅចៅលូស៊ឺក៏នៅមានរឿងភាគមួយរឿងទៀតដែលមានចំណងជើងថា Almost Lover សម្រាប់ចាក់ផ្សាយប៉ុន្តែគួរឲ្យស្ដាយរឿងនេះគឺត្រូវផ្អាកពាក់កណ្ដាលទីព្រោះថានាងបានធ្លាក់ខ្លួនឈឺកាលពីចុងឆ្នាំនិងឈប់សម្រាករយៈពេលយូរដំបូងឡើយនាងបានគិតថានាងនឹងបន្តការងារនេះប៉ុន្តែក្រោយមកនាងនិងក្រុមហ៊ុនចាប់ផ្ដើមរកាំរកូសនិងមានចំនួនមួយរយៈធំហើយពេលនេះចៅលូស៊ឺទទួលបានសេរីភាពវិញហើយបន្ទាប់ពីដោះស្រាយជាមួយក្រុមហ៊ុនចាស់បានយ៉ាងល្អហើយនឹងវិលមកក្រឡុកវិស័យរឿងភាគវិញក្នុងពេលឆាប់ៗនេះ 2. Isusin Isusin មានរឿងភាគតែមួយប៉ុណ្ណោះដែលចាក់ផ្សាយនៅឆ្នាំ2025នេះគឺរឿង Ski Into Love ជាមួយតារាសម្ដែងប្រុស Lin A ប៉ុន្តែនៅឆ្នាំ2026មានការប្រែប្រួលមិនគួរឲ្យជឿនាងត្រូវបានគេកំណត់ក្នុងរឿងភាគចំនួន3រឿងមួយគឺរឿង Road to Success ជាមួយតារាប្រុស Chen Jingke ទី2គឺរឿង A Journey to Glow ជាមួយតារាសម្ដែង Wang Anju ហើយទី3គឺរឿង Speed and Love ដែលត្រូវរួមសម្ដែងជាមួយតារាប្រុស He សម្រាប់3រឿងនេះ Isusin គឺមានសក្តានុពលTianxi Wei កញ្ញាថ្ពាល់ខួច Tianxi Wei ក៏មិនធម្មតាដែរប្រហែលឆ្នាំថ្មីនេះនាងឡើងកូដមិនគួរឲ្យជឿដោយមានការងារសុទ្ធតែលំដាប់ប្រាក់លាន S+ ដើម្បីក្រឡុកទីផ្សារយ៉ាងផុសផុលដោយឡែកនៅឆ្នាំ2026 Tianxi Wei នៅតែរំពឹងខ្ពស់សម្រាប់ការរីកចម្រើនបន្តទៀតនាងមានរឿងភាគចំនួន3ដែលត្រៀមបង្ហាញលើអេក្រង់ដែលមានដូចជា Genius Girlfriend ជាមួយ Hu Yitian រឿងភាគប្រភេទអក្រិតកម្ម Born with Luck ជាមួយតារាសម្ដែងរៀមច្បង Lauren Wang ហើយជាពិសេសគឺChasing the Jet ជាមួយតារាសម្ដែងប្រុសកំពុងពេញនិយម Zhang Linghe 4. ចៅយាក៏មានរឿងចំនួន3ដែលនឹងមកដល់ផងដែរសម្រាប់ឆ្នាំ2026ក្នុងនោះមានដូចជា Dream of Golden Years ជាមួយតារាប្រុស Chai Siewon A Spring of Love ជាមួយតារាប្រុស Su Kai និងរឿងភាគបែបស្ត្រីនិងមនោសញ្ចេតនា Red Dance Sauce ក្នុងនោះរឿង A Spring of Love ដែលនឹងសម្ដែងជាមួយ Su Kai គឺកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនព្រោះថាការសហការនេះនឹងអាចនាំមកនូវការភ្ញាក់ផ្អើល5. Song Ju-er មានទាំងពីរគឺសមត្ថភាពសម្ដែងនិងរសសម្រស់ស្នាដៃរបស់នាងចាប់តាំងពីការត្រឡប់មកវិញក្នុងឆ្នាំនេះទទួលបានការសាទរយ៉ាងទូលំទូលាយហើយអនាគតរបស់នាងត្រូវបានរំពឹងទុកយ៉ាងខ្លាំងនាងក៏មានរឿងពីរដែលនឹងត្រៀមចាក់ផ្សាយសម្រាប់ឆ្នាំ2026ផងដែរនោះគឺរឿង Cousin's Blessing ដែលសម្ដែងជាមួយតារាប្រុស Chen Xin-hai និងមួយទៀតមានចំណងជើងថា Reading Class ដែលបានជាប់គាំងមិនអាចចាក់ផ្សាយអស់រយៈពេល5ឆ្នាំមកហើយក្នុងរឿងនេះនាងសម្ដែងជាមួយ Hu Mingហើយអ្នកទាំងពីរនៅក្មេងណាស់ពេលថតរឿងនេះហើយឥឡូវគេអាចរំពឹងថានឹងចាក់ផ្សាយក្នុងឆ្នាំ2026 6. Pailo
Vài lúc có men rương là trời chạm saiในឆ្នាំ2026នេះដែរនោះគឺរឿង Motley ដែលដឹកនាំសម្ដែងដោយផលិតករ Lynn Evans ដែលធ្លាប់ដឹករឿង The Journey of Flower ដ៏ល្បីល្បាញកាលពីឆ្នាំ2015 Motley សម្ដែងដោយតារាជួរមុខ Pailu និងតារាសម្ដែងប្រុស Ryan Chung ជាមួយគុណភាពផលិតកម្មកម្រិត S Motley ត្រូវបានគេរំពឹងទុកយ៉ាងខ្លាំងដោយឡែករឿងមួយទៀតរបស់ Pailu ដែលសម្ដែងជាមួយតារាប្រុស Wang Xinye ដែលមានចំណងជើងថា Annabelle Chadwine ក៏ត្រៀមសម្រាប់ឆ្នាំ2026ផងដែរ7យ៉ាងជឺយ៉ាងជឿគឺជារាជិនីរឿង fiction ដ៏ល្បីល្បាញដែលអ្នកណាក៏ស្គាល់នៅឆ្នាំ2025នឹងបានចាក់ផ្សាយរឿងភាគនយោបាយបុរាណ Floris Phone ដោយជោគជ័យវាគឺមិនចម្លែកប្លែកអារម្មណ៍អីទេយ៉ាងជឿគឺធានាបានអំពីភាពជោគជ័យរឿងភាគដែលនាងសម្ដែងទោះយ៉ាងណានៅឆ្នាំ2026យ៉ាងជឿនៅតែមានរឿងភាគចាក់ផ្សាយជាបន្តបន្ទាប់ក្នុងនោះមានដូចជា The Hair ជាប្រភេទរឿងភាគប្រវត្តិសាស្ត្រនិងជំនួញរឿងភាគសាធារណរដ្ឋ Born to be Alive និងរឿង Go Dance Happen ដែលមានរឿងចម្រុងចម្រាស់របស់តួឯកប្រុសដើម Chris Wu ហើយឥឡូវនេះត្រូវបានបដូរតួថ្មីរួចរាល់ហើយគេក៏ត្រូវបានកំណត់ថាចាក់ផ្សាយនៅឆ្នាំ2026ផងដែរ8 Diraba Dilmorat រឿងភាគដែលនឹងមកដល់របស់ Dilly Riba ប្រកាសជាពេញនិយមមានរូបភាពក្រៅឆាកជាច្រើនដែលធ្វើឲ្យអ្នកគាំទ្ររំភើបនិងចង់ទស្សនាឆាប់ៗនោះគឺរឿង Love on the Turquoise Land ដែល Dilly Riba សហការជាមួយតារាប្រុស Chen Xingsu ដោយឡែកកម្ពុជាតារាស្រីតំណាង 90S Dilly Riba នឹងត្រឡប់មកគ្រងឈុតបុរាណវិញបន្ទាប់ពីខកខានអស់រយៈពេល3ឆ្នាំនៅក្នុងរឿង Love Beyond the Grave ជាមួយតារាប្រុស Chen Feiyu Dilly Riba តែងតែត្រូវបានធានាពីការវាយតម្លៃហើយរឿងភាគបុរាណមួយនេះនឹងធ្វើឲ្យកក្រើកជាក់ជាមិនខាន9 យ៉ាងមីការចេញផ្សាយពីលើកមុនរបស់យ៉ាងមីគឺរឿង Fox Spirit Matchmaker Moonred និងរឿង In the Name of the Brother ពិតជាដំណើរការមិនសូវល្អហើយការសម្ដែងរបស់នាងត្រូវបានពិភាក្សាពីភាពអវិជ្ជមានទោះយ៉ាងណាក៏ដោយឆ្នាំនេះយ៉ាងមីបានផ្លាស់ប្ដូរពីកេរ្តិ៍ឈ្មោះរបស់នាងដោយជោគជ័យជាមួយនឹងរឿងភាគThis Wingland ក្នុងរឿងនេះនាងបានសម្ដែងជាស្ត្រីកសិករហើយដើម្បីឲ្យតួអង្គនេះកាន់តែប្រកបនិយមនាងបានទៅដោយមិនតុបតែងខ្លួននិងឡើងទម្ងន់ទៀតផងការសម្ដែងរបស់នាងកាន់តែមានស្ថិរភាពជាងមុនដោយមានភាពប៉ិនប្រសប់និងធម្មជាតិដែលធ្វើឲ្យមានការសរសើរពីទស្សនិកជនជាច្រើនទោះយ៉ាងណាក៏ដោយបច្ចុប្បន្នយ៉ាងមីមិនទាន់មានរឿងភាគនៅពេលខាងមុខទេហើយមិនទាន់មានរបាយការណ៍ថ្មីអំពីគម្រោងថ្មីនោះដែរ10 ចៅលីអ៊ីងបើអ្នកជាអ្នកគាំទ្ររឿងភាគចិនតើអាចទេដែលថាមិនស្គាល់ចៅលូអ៊ីងទោះយ៉ាងណាកេរ្តិ៍ឈ្មោះនៃរឿង What a Wonderful World របស់ចៅលីអ៊ីងដែលបានចេញផ្សាយនៅឆ្នាំនេះគឺមានភាពស្រពិចស្រពិលវាមិនល្អដូចស្នាដៃមុនរបស់នាងនោះទេយ៉ាងណាមិញនាងក៏មានរឿងមួយដែលត្រូវចាក់ផ្សាយដែរគឺរឿង The City Maker តារាប្រុសដែលនាងរួមសម្ដែងជាមួយគឺហួងសាំងមីងនៅពេលតារាសម្ដែងលំដាប់ Legend ពីររូបបានសហការជាមួយគ្នាពិតជាបានធ្វើឲ្យមហាជនអន្តេះសារចាំ